សម្រាប់នេះយើងមកដូរក្បាលព្រីងមួយហើយនេះយើងដូរមកសំណុំមកប្រភេទ Cobra 2 Max ហើយនេះ brand របស់ Nexus Beat ហ្នឹង original អញ្ចឹងយើងដូរមកសំណុំនេះមកដោយសារតែម៉ាស៊ីននេះគឺប្រើច្រើនម៉ោងមែនតើវាចូលល្បាក់6000ម៉ោងហើយអញ្ចឹងយើងដូរថ្មីដើម្បីបង្កើនគុណភាពនៃការព្រីងអញ្ចឹងណាទីពិតទៅក្បាលនេះវាខូចតែមួយញ៉ុងសម្រាប់ទាញជ័រចូលទៅវាធូរវាប្រើយូរទៅវាសាក់ប៉ុន្តែយើងចង់ដូរវាមកសំណុំមកអញ្ចឹងឥឡូវយើងផ្លាស់ដូរវាទាំងអស់គ្នាចឹងអានេះក្បាលថ្មីរបស់យើងគឺមកសំណុំចឹងមកចឹងបើសិនតែបងប្អូនចង់ដូរយើងអាចដូរសំណុំចេះចំណេញជាងបើយើងដាក់ដូរតែមួយញ៉ុងគឺតម្លៃវារៀងខ្ពស់ដែរចឹងយើងថែមលើតាមតិចមកយើងដូរមកសំណុំចេះមកគឺវាថ្មីមួយសែនអូខេឥឡូវយើងធ្វើការផ្លាស់ប្ដូរវាតិចសិនយើងគាត់ដោះវាចេញប៉ុណ្ណឹងមកយើងអត់មានច្រើនទេហើយអានេះវាក្បាលចាស់មើលសភាពវាទៅគឺចាស់មែនតើវាប្រើច្រើនម៉ោងដែរវាប្រើច្រើនម៉ោងហើយសម្រាប់នេះក្បាលថ្មីដូចចឹងពេលដែលយើងផ្លាស់ប្ដូរហើយគឺយើងការ repair ម្ដងទៀតឲ្យវា set up ជាមួយនឹង level របស់យើងឲ្យវាស្មើនឹងកណ្ដាលណាហើយធ្វើឲ្យការ print set របស់យើងគឺវាស្មើស្អាតអូខេឥឡូវយើងផ្លាស់ប្ដូរហើយយើងក៏បើកម៉ាស៊ីនមកដើម្បីឲ្យវាការ repair ឡើងទៅការ repair វាយើងចូលក្នុង setting មកហើយ skip ទៅ